អូននេះខ្ញុំនឹងធ្វើពាក់ព័ន្ធនឹងឆ្លើយតបទៅនឹងសំណួរដែលប៉ាម៉ាក់តែងតែឆ្ងល់អញ្ចឹងទី1ហ្នឹងក៏សួរថាតើហេតុអ្វីទៅកូនគាត់ហ្នឹងកំពុងតែញ៉ាំអាហារសុកស្រាប់តែលែងចង់ញ៉ាំតែម្ដងពាក់ព័ន្ធទៅនឹងក្មេងដែលគាត់កំពុងតែញ៉ាំសុកស្រាប់តែបាត់លែងចង់ញ៉ាំហ្នឹងឲ្យអ្នកទាំងអស់គ្នាទៅឆែកពីចំណុចទី1អ្នកទាំងអស់គ្នាទៅមើលអាការៈដូចជាបញ្ហាទី1ដុសធ្មេញទី2ហ្នឹងគឺពាក់ព័ន្ធទៅនឹងគាត់មានអត់ស្រួលខ្លួនផងចំណុចណាអត់មានជួនកាលគាត់ហើមពោះឬក៏ក្តៅខ្លួនអីចឹងណាអញ្ចឹងបញ្ហាទាំងអស់ហ្នឹងក៏ធ្វើឲ្យគាត់ហ្នឹងអត់សូវចង់ញ៉ាំអាហារដែរឬក៏បដិសេធនៅក្នុងការញ៉ាំទី2ធំគឺពាក់ព័ន្ធទៅនឹងថាអ្នកទាំងអស់គ្នាមានបានឲ្យអ្វីមុនមកអាហារសំខាន់អត់អាហារសំខាន់គឺពាក់ព័ន្ធទៅនឹងអាហារ3ពេលអានេះខ្ញុំនិយាយពាក់ព័ន្ធនឹងក្មេងអាយុ1ខួបឡើងណាគឺគាត់ត្រូវមុនអាហារសំខាន់2ម៉ោងគួរតែជៀសវាងការផ្ដល់អាហារចេកចប់ដូចជានំឬក៏ទឹកដោះគោអាចឲ្យអាហារគាត់សិនចាំឲ្យគាត់ញ៉ាំទឹកដោះគោតាមក្រោយទៅវាជាការល្អទី2សំណួរដែលយើងតែងតែជួបដែរហ្នឹងគឺតើខ្ញុំគួរតែធ្វើការផ្លាស់ប្ដូរទឹកដោះគោអត់បើសិនជាកូនខ្ញុំបើហើយគាត់អត់ឡើងគីឡូអញ្ចឹងខ្ញុំនិយាយពាក់ព័ន្ធនឹងក្មេងដែលនៅក្រោមអាយុ1ខួបសិនក្មេងនៅក្រោមអាយុ1ខួបបើសិនជាក្នុងករណីកូនអ្នកទាំងអស់គ្នាមានអាឡែស៊ីមានន័យថាខោមៀប្រូតេអ៊ីនអាឡែស៊ីឬក៏អាឡែស៊ីជាមួយនឹងសណ្តែកហ្នឹងអ្នកទាំងអស់គ្នាគួរតែផ្លាស់ប្ដូរប៉ុន្តែបើក្នុងករណីគ្រាន់តែកូនអ្នកទាំងអស់គ្នាបើត្រូវតាំងពីដើមមកឡើងគីឡូត្រឹមត្រូវតាមស្តង់ដារបានន័យថាស្តង់ដារការឡើងជាប្រចាំខែហ្នឹងគឺគេមាន rate របស់គេតែសម្រាប់ទៅដល់គាត់អាយុ7ខែតើគាត់នឹងអត់ឡើងគីឡូឬក៏គីឡូគាត់ឡើងតិចជាងនៅក្នុងស្តង់ដារ rate ទូទៅកំពិតពេលដែលម៉ាក់តែងតែបារម្ភថាពីខែពីតូចតាំងពីកើតរហូតទៅដល់អាយុ6ខែឃើញថាគីឡូជួនកាលឡើង8ខាមឬក៏1គីឡូឬក៏1គីឡូ2ខាមទៅតាមក្មេងនីមួយៗចឹងណាស្រាប់តែដល់អាយុ7ខែ8ខែមានក៏ការឡើងគីឡូតិចជាងមុនចឹងដោយសារតែស្តង់ដារពេលដែលអាយុ6ខែឡើងការឡើងគីឡូស្តង់ដារគឺវាអត់នៅក្នុង rate 8ខាមអីទេអ្នកនរគ្នាវាអាចនៅក្រោមនឹងអាច minimum មិនได้ថាតិចបំផុតហ្នឹងគឺ 0.3 ខាមបានន័យថាអញ្ចឹងកុំឲ្យអ្នកទាំងអស់គ្នាបារម្ភអ្វីដែលសំខាន់គឺគាត់ឡើងប្រចាំខែទៅតាមស្តង់ដាររបស់គាត់អញ្ចឹងអ្វីសំខាន់គឺយើង follow up តាមដានជាមួយនឹងគ្រូពេទ្យរៀងរាល់ខែបើសិនជាអ្នកទាំងអស់គ្នាបារម្ភហើយបើសិនជាក្នុងករណីគាត់អ្នកទាំងអស់គ្នាអត់ឡើងនៅក្នុងស្តង់ដារហ្នឹងឬក៏កាំងគីឡូដែលប៉ាម៉ាក់តែងតែផលហ្នឹងគឺមូលហេតុមកពីពាក់ព័ន្ធទៅនឹងបរិមាណដែលគាត់ញ៉ាំអញ្ចឹងយើងក៏លេចទៅមើលថាទឹកដោះគោគាត់ញ៉ាំវាធំត្រូវទៅតាមស្តង់ដារអាយុគាត់អត់ក្មេងដែលនៅក្រោមអាយុ1ខួបជាទូទៅគឺ700 ml ទៅ1000 ml ក្នុងមួយថ្ងៃប៉ុន្តែប៉ាម៉ាក់ខ្លះគាត់យល់ច្រឡំថាក្មេងពេលដែលចេះញ៉ាំអាហារហើយបុករុញនៅការញ៉ាំអាហារឲ្យច្រើនអញ្ចឹងណាក្មេងនៅក្រោមអាយុ1ខួបនេះទៅលើប្រព័ន្ធរំលាយអាហាររបស់គាត់មិនទាន់ពេញលេញទេអញ្ចឹងសារធាតុចិញ្ចឹមដែលគាត់ស្រូបបានល្អគឺពីទឹកដោះម្ដាយឬក៏ទឹកដោះគោនឹងឯងអញ្ចឹងសម្រាប់ទៅលើអាហារ3ពេកក្នុងកំឡុងពេលហ្នឹងគឺវាបានផ្ដល់ជាចំណែកមួយផ្ដល់នៅសារធាតុចិញ្ចឹមដែរក៏ប៉ុន្តែវាមិនស្រូបបានល្អដូចនៅក្នុងទឹកដោះគោទេអញ្ចឹងអ្នកនរគ្នាមិនបាច់រុញអាហារខ្លាំងពេកទេគឺបានន័យថាយើងព្យាយាមឲ្យគាត់ញ៉ាំទឹកដោះគោឲ្យបានគ្រប់បរិមាណរបស់គាត់ហើយទៅលើអាហារវិញអ្នកនរគ្នាអាចបរៀនឲ្យគាត់ចេះទំពាចេះលេបតែបើសិនជាគាត់ញ៉ាំបានច្រើនទៀតគឺកាន់តែល្អតែម្ដងប៉ុន្តែខ្ញុំនិយាយក្នុងករណីថាកូនអ្នកទាំងអស់គ្នាអត់ឡើងគីឡូហើយគាត់ញ៉ាំទឹកដោះគោតិចអញ្ចឹងយើងរុញទឹកដោះគោចាំពេលដែលគាត់អាយុ1ខួបឡើងយើងអាចបង្កើនការញ៉ាំអាហារហើយកាត់បន្ថយបរិមាណទឹកដោះគោវិញបកមកក្មេងអាយុ1ខួបវិញអញ្ចឹងពាក់ព័ន្ធទៅនឹងការឡើងគីឡូរបស់គាត់គឺមិនពាក់ព័ន្ធទាំងស្រុងទៅលើបរិមាណទឹកដោះគោទេគឺបានន័យថាគឺវាពាក់ព័ន្ធទៅនឹងបរិមាណដែលគាត់ញ៉ាំអ្នកនរគ្នាយល់អត់អញ្ចឹងបើសិនជាការញ៉ាំរបស់គាត់បានតិចអញ្ចឹងគឺធ្វើឲ្យគាត់នឹងអត់មានការឡើងគីឡូទេប៉ុន្តែបើក្នុងករណីថាគាត់ញ៉ាំច្រើនដែរប៉ុន្តែការឡើងគីឡូនៅតែអត់មានអញ្ចឹងអ្នកនរគ្នាត្រូវតែទៅជួបគ្រូពេទ្យជំនាញដើម្បីគាត់មើលវាអាចនឹងពាក់ព័ន្ធទៅនឹងប្រព័ន្ធរំលាយអាហាររបស់គាត់ឬក៏ metabolism នៅក្នុងខ្លួនឬក៏ពាក់ព័ន្ធទៅនឹង genetic អាហ្នឹងគឺមានការសិក្សាស្រាវជ្រាវគេនិយាយមកដែរប៉ុន្តែឲ្យអ្នកទាំងអស់គ្នាទៅជួបគ្រូពេទ្យទៅដើម្បីឲ្យដឹងច្បាស់ថាតើគាត់កំពុងតែមានបញ្ហាមួយណាឲ្យប្រកបជៀសវាងតែយើងចេះតែប្រើប្រាស់វីតាមីនដែលសួរថាយើងប្រើទៅវាមិនមែនថាអត់ផលល្អទេប៉ុន្តែក៏វាធ្វើឲ្យអ្នកទាំងអស់គ្នាខាត់ពេលវេលាទៅ
ទិញវីតាមីនមកប្រើឲ្យអត់បានលទ្ធផលឲ្យធ្វើឲ្យពិបាកចិត្តទៀតអញ្ចឹងយកពេលវេលាហ្នឹងជួបគ្រូពេទ្យទៅអ្នកនរគ្នានឹងទទួលបានចម្លើយមួយដែលច្បាស់លាស់មូលហេតុអីបានជាកូនយើងអត់ឡើងគីឡូហើយយើងដោះស្រាយភ្លាមវាអត់ប៉ះពាល់ទៅដល់ការលូតលាស់របស់គាត់ពួកអីបើសិនជាយើងនិយាយពាក់ព័ន្ធទៅក្មេងក្រោមអាយុ5ឆ្នាំអ្នកនរគ្នាគឺក្រុមមនុស្សដែលហានិភ័យខ្ពស់អាចនឹងកើតនៅបញ្ហាកង្វះនៅអាហារូបត្ថម្ភឬក៏ malnutrition គឺគាត់អាចនឹងលូតលាស់នៅក្រោមស្តង់ដារខ្ញុំតែងតែនិយាយថាអរអ្នកទាំងអស់គ្នាទៅជួបគ្រូពេទ្យជំនាញអរអ្នកទាំងអស់គ្នាទៅជួបគ្រូពេទ្យជំនាញគឺមូលហេតុនឹងឯងគឺអត់ចង់ឲ្យយើងចំណាយពេលវេលាចំណាយលុយកាក់ហើយធ្វើឲ្យខ្លួនឯងពិបាកចិត្តទៀតសំណួរទី3ម៉ាក់គាត់សួរថាបើសិនជាកូនចេះតែច្បាច់អាហារលេងឬក៏គប់អាហារលេងហ្នឹងតើយើងគួរធ្វើម៉េចពាក់ព័ន្ធទៅនឹងចំណុចហ្នឹងដែរខ្ញុំចង់ចាំតែអ្នកនរគ្នាថាទី1មូលហេតុដែលគាត់ចេះច្បាច់លេងឬក៏គប់លេងគឺគាត់កំពុងតែស្វែងបើន័យថាស្វែងយល់ពីអាហារហ្នឹងគាត់ច្បាច់ទៅក៏គាត់គប់ទៅគាត់ចង់ស្ដាប់សំឡេងអីវិញជាដើមហ្នឹងអាហ្នឹងគឺចិត្តវិទ្យាបែបកូនក្មេងគេលើកមកនិយាយហើយពាក់ព័ន្ធមួយទៀតហ្នឹងគឺអាចនឹងពាក់ព័ន្ធគាត់ចង់ឲ្យប៉ាម៉ាក់មានចំណាប់អារម្មណ៍មួយគាត់អញ្ចឹងវិធីនៅក្នុងការដោះស្រាយគឺអ្នកទាំងអស់គ្នាត្រូវប្រាប់គាត់ថាអាហារហ្នឹងគឺសម្រាប់ញ៉ាំហើយយើងទៅក្បែរគាត់អាចនឹងញ៉ាំអាហារជាមួយគាត់មួយចានហ្នឹងដើម្បីបង្ហាញថារបស់នៅក្នុងចានហ្នឹងគឺសម្រាប់ញ៉ាំហើយថាផ្លែបឺហ្នឹងគឺយើងទុកសម្រាប់ញ៉ាំឬក៏បបរហ្នឹងគឺយើងទុកសម្រាប់ញ៉ាំកុំនិយាយពាក្យថាកុំបោះចោលពេលអ្នកនរគ្នាប្រើពាក្យថាកុំបោះចោលគាត់កាន់តែបោះចោលអញ្ចឹងកុំប្រើពាក្យគេហៅថាប្រើពាក្យកុំអីហ្នឹងគឺមិនបាច់ទេគឺយើងប្រើថាយើងចង់ឲ្យគាត់ធ្វើអីគឺយើងនិយាយពាក្យហ្នឹងថាចង់ឲ្យទុកក្នុងចានគឺឬក៏ចង់ឲ្យញ៉ាំប្រាប់គាត់ថាអាហ្នឹងគឺសម្រាប់ញ៉ាំខ្ញុំនិយាយទៅតាមអ្នកជំនាញដែលជំនាញខាងផ្នែកកូនក្មេងគឺគាត់លើកឡើងមកអញ្ចឹងហើយខ្ញុំក៏ធ្លាប់សាកល្បងជាមួយកូនខ្ញុំដែរយើងញ៉ាំជាមួយគាត់ហើយការដែលយើងញ៉ាំជាមួយគាត់ហ្នឹងគឺធ្វើឲ្យគាត់នឹង enjoy រីករាយជាមួយនឹងការញ៉ាំអាហារមួយចានហ្នឹងហើយញ៉ាំបានច្រើនទៀតហើយបន្ទាប់ហើយពេលលើកក្រោយអ្នកទាំងអស់គ្នាមានអាហារថ្មីឬក៏បន្លែថ្មីមកទៀតគឺគាត់ហ៊ាននៅក្នុងការសាកល្បងជាមួយអាហារទាំងអស់ហ្នឹងពេលដែលមានយើងហ្នឹងញ៉ាំនៅក្បែរគាត់ដែលយើងនៅក្បែរគាត់គឺដើម្បីជៀសវាងនៅពេលដែលគាត់ញ៉ាំទៅអាចនឹងមានបញ្ហាផ្សេងអញ្ចឹងណាសំណួរទី4បើសិនជាគាត់អត់ចង់ញ៉ាំអាហារមួយនឹងហើយបន្លែមួយនឹងហើយតើមានន័យថាកូនយើងនឹងអត់ចេះអាហ្នឹងមែនប៉ាម៉ាក់គាត់តែងតែយល់ច្រឡំថាបន្លែមួយនឹងកូនខ្ញុំអត់ចេះទេម្ហូបមួយនឹងកូនខ្ញុំអត់ចេះទេកម្មពិតទៅមិនមែនទេក្មេងដូចខ្ញុំលើកឡើងនៅក្នុងវីដេអូមុនអញ្ចឹងគឺពាក់ព័ន្ធនឹងក្មេងហ្នឹងគឺគាត់មិនមែនអត់ចេះញ៉ាំទេគ្រាន់ថាគាត់ត្រូវការរៀនហើយក្មេងគឺគេមានការសិក្សាមកគឺគេនិយាយថាចន្លោះពីការរៀនពាក់ព័ន្ធទៅនឹងការញ៉ាំអាហារថ្មីគឺត្រូវការប្រើពេលវេលាយ៉ាងហោចណាស់ក៏ចាប់ពី10ដងឡើងទៅ20ដងក្មេងរហូតទៅដល់30ដងក៏មានទើបគាត់អាចនឹងសាកល្បងបានន័យថាគាត់ចាប់ដំបូងគាត់សាកល្បងមកញ៉ាំបន្ទាប់មកគឺគាត់អាចនឹងសម្រេចចិត្តថាញ៉ាំវាពួកអីគាត់ត្រូវការភ្លក់ពួកអីរសអាហារក្មេងៗអ្នកទាំងអស់គ្នាគឺមានរសបានន័យថានិយាយទៅយើងនិយាយពាក្យសាមញ្ញថាល្អជាងមនុស្សធំយើងគឺពេលខ្លះបន្លែហ្នឹងយើងញ៉ាំអត់ដឹងរសជាតិផ្អែមទេតែគាត់ដឹងរសជាតិផ្អែមហើយដូចជាបន្លែខ្លះគាត់ញ៉ាំដឹងល្វីងតែយើងគាត់ថាប្រែបន្លែប្រូកូលីហ្នឹងអត់ល្វីងផងហេតុអីកូនខ្ញុំអត់ចេះញ៉ាំកូនគេញ៉ាំបានមិនមែនអញ្ចឹងឯអ្នកនរគ្នាគឺរសអាហារក្មេងគឺអត់ដូចមនុស្សធំយើងទេហើយខ្ញុំចង់លើកទឹកចិត្តអ្នកនរគ្នាថាកុំប្រៀបធៀបកូនខ្លួនឯងជាមួយនឹងកូនអ្នកដទៃយល់ល្អយើងតាមដានវិញថាពីមុនមកកូនយើងធ្លាប់ញ៉ាំអាហារមួយចាននឹងអត់ឬក៏អាហារមួយនឹងអត់បើសិនជាអត់ញ៉ាំទេមានន័យថាគាត់អត់តបានប៉ះអាហារនឹងទេអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែបរៀនគាត់ត្រូវឲ្យគាត់ស្វែងយល់ហើយត្រូវការប្រើពេលវេលាដើម្បីបរៀនគាត់ថាអាហ្នឹងគឺវារសជាតិបែបណាហើយយូរទៅគាត់នឹងទទួលយកហើយមិនថាតាកូនអ្នកទាំងអស់គ្នាកូនខ្ញុំឬក៏អ្នកណាក៏ដោយគឺត្រូវឆ្លងកាត់អាផលលំបាកទាំងអស់ហ្នឹងមិនមែនឃើញកូនគេថតឃើញកូនគេថាញ៉ាំអាហារដូចជាបន្លែបានទាំងចានហ្នឹងគឺបានន័យថាគាត់ឆ្លងកាត់ការបរៀនមកច្រើនដងដូចគ្នាទេអញ្ចឹងកុំអស់សង្ឃឹមសរុបមកវិញខ្ញុំចង់ឲ្យអ្នកនរគ្នាស្វែងយល់ពីសញ្ញារបស់កូនទី1គឺយើងព្យាយាមយល់ពីសញ្ញារបស់កូនពេលណាដែលគាត់អត់សូវចង់ញ៉ាំហ្នឹងគឺមានន័យថាគាត់អាចនឹងមានគេហៅថាអាការៈអស្រួលខ្លួនឬក៏អីហើយអញ្ចឹងគឺមានតែសញ្ញាប្រមាណហ្នឹងទេដែលខ្ញុំលើកឡើងហ្នឹងស្វែងរកក្នុង3ហ្នឹងទៅវាមានមួយហើយមួយវិញទៀតដែរកុំព្យាយាមប្រៀបធៀបកូនខ្លួនឯងទៅជាមួយនឹងកូនអ្នកដទៃពួកអីក្មេងពីម្នាក់ទៅម្នាក់ខុសគ្នាហើយសូម្បីតែបរិមាណនៅក្នុងការញ៉ាំហ្នឹងក៏ខុសគ្នាដែរហើយក្នុងករណីទាំងអស់គ្នាត្រូវការបន្ថែមវីតាមីនអ្នកនរគ្នាគួរតែមានការប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញដើម្បីឲ្យគាត់នឹងមានការផ្ដល់យោបល់និងប្រឹក្សាឲ្យបានត្រឹមត្រូវជៀសវាងដែលយើងចិត្តតែប្រើប្រាស់ពួកអីកន្លងមកខ្ញុំឃើញប៉ាម៉ាក់យើងគាត់តែងតែ
ប្រើប្រាស់វីតាមីនតាមគ្នាហើយមួយទៀតដែរពាក់ព័ន្ធទៅនឹងវីតាមីនចម្រុញចំណងអាហារខ្ញុំដឹងថាវីតាមីនហ្នឹងវាមានប្រសិទ្ធភាពពិតមែនប៉ុន្តែបើសិនជាប៉ាម៉ាក់អត់ធ្វើការផ្លាស់ប្ដូរទម្លាប់របស់កូនទេគឺគាត់ឃ្លានតែគាត់ញ៉ាំអាហារបានន័យថា1ម៉ោងគាត់ញ៉ាំម្ដងឧទាហរណ៍ណាហ្នឹងហើយគាត់ញ៉ាំតាកន្លងពេលហ្នឹងបានន័យថាគាត់នៅតែប្រើទម្លាប់ចាស់របស់គាត់អញ្ចឹងអ្នកនរគ្នាសាកសម័យមើលខ្លួនយើងខ្លួនឯងញ៉ាំអាហារផ្លែតញ៉ាំដល់ម៉ោងអាហារបាយដល់ម៉ោងបាយសំខាន់អាហារសំខាន់ក៏យើងអត់សូវចង់ញ៉ាំដែរត្រូវទេអញ្ចឹងក្មេងក៏ដូចគ្នាដែរអញ្ចឹងត្រូវតែធ្វើការផ្លាស់ប្ដូរទម្លាប់ឲ្យគាត់មានម៉ោងមានពេលវេលាធំត្រូវទៅគាត់នឹងញ៉ាំបានល្អជាងមុនញ៉ាំបានច្រើនជាងមុនហើយមួយទៀតដែរខ្ញុំចង់ប្រាប់អ្នកថាក្មេងនៅទូអញ្ចឹងគឺបានន័យថាគាត់អត់ដូចមនុស្សធំយើងត្រូវដល់ម៉ោងយើងត្រូវទៅរកអាហារញ៉ាំឯគាត់ត្រូវការដែលយើងនឹងជាអ្នករៀបចំឲ្យគាត់អញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាសង្ឃឹមថាវីដេអូនេះអាចជួយអ្នកទាំងអស់គ្នាបានច្រើន